បងប្អូនយើងដែលតនេមានដីអីម្ដុំអីអត់មានកន្លែងចង់អត់ចង់ទុកវាឲ្យដោះស្មៅអញ្ចឹងណាហើយបងប្អូនមានពេលខ្លះល្ងាចអីចង់សាក់មើលបង្កើនដាំដំណាំអញ្ចឹងណាដើម្បីរកនៅចំណូលបន្ថែមបងប្អូនអាចសាក់មើលដាំផ្សិតបានបងប្អូនផ្សិតចម្បើងផ្សិតចម្បើងគឺវាជាប្រភពចំណូលមួយដែរបងប្អូននេះជាប្រភេទមេផ្សិតហើយបងប្អូននេះតាមដាន page channel នេះធ្លាប់ដឹងហើយនៅនេះធម្មតាច្រើនណាស់បងប្អូនប៉ុន្តែធ្វើអត់ទាន់ទេបងប្អូនធ្វើអត់ទាន់ទេមេផ្សិតហ្នឹងគឺយើងធ្វើរហូតណាមានគេកំងបងប្អូនឃើញกระดาษសហ្នឹងគឺសិតតែមានឈ្មោះគេមានឈ្មោះគេហើយមានការបាក់ឆែតគេទៅតាមថ្ងៃណាអញ្ចឹងទាំងអស់សិតតែមានម្ចាស់អស់ហើយអញ្ចឹងឥឡូវគឺកំពុងស្ងោហ្នឹងដែលវីដេអូមុនខ្ញុំបង្ហាញហ្នឹងគឺមានតទៀតអញ្ចឹងបងប្អូនចង់រៀនដាំផ្សិតចង់សិក្សាឬក៏ចង់សាក់លបងណាបងប្អូនអាចកំងមេផ្សិតពីខាងមេផ្សិតទៀតទៅពេកហ្នឹងបានទៀតទៅពេកហ្នឹងកសិកម្មទៀតទៅពេកហ្នឹងហើយលេខទូរស័ព្ទហ្នឹងគឺមានបង្ហាញហ្នឹងបងប្អូនទិញមេផ្សិតគាត់ហើយចង់ដឹងថាគេដាំមិនណាបងប្អូនអាចទេស៊ូបានទេស៊ូគាត់ណាដែលតាយាយហ្នឹងគាត់ជំនាញដាំផ្សិតជាង30ឆ្នាំហើយអញ្ចឹងគាត់ដាំមិនបានដោះមិនដោះហ្នឹងគាត់ច្បាស់ហ่าបាទច្បាស់ជាងបាតដៃអញ្ចឹងសាកសួរបានព័ត៌មានទាក់ទងនឹងការដាំផ្សិតហ្នឹងហើយបងប្អូនអាចសាកល្បងទៅណែ10កញ្ចប់សិនទៅណាយើងអត់ទាន់ច្បាស់នេះ4ដកចោលទៅគឺបងប្អូនដែលគ្រាប់ដាំហើយប៉ុន្តែដូចថាយកមេគេអត់សូវដោះអញ្ចឹងណាបងប្អូនអាចបដូរមកយកមេពួកតាយាយបានសាកមើលទៅក្រែងវាទិន្នផលវាគួរกือบចិត្តអញ្ចឹងណាអញ្ចឹងបងប្អូនយកទៅហើយបើបងប្អូនឆ្ងល់ចេះមួយចុះពីរបងប្អូនអាច search ទេស៊ូបានឬក៏បងប្អូនមានពេលមកខ្ញុំមានបងហ្នឹងគាត់អ្នកដាំផ្ទាល់តម្រងក៏អាចមកមើលបានណាមកមើលបានក៏មិនលាក់បាំងទេបងប្អូនមិនលាក់បាំងទេបងប្អូនយកមេហើយស៊ូអំពីតិចនិចបច្ចេកទេសក្នុងការដាំអញ្ចឹងគឺយើងអាចបង្ហាញអត់មានលាក់បាំងអីទេហ្នឹងធ្វើម៉េចគឺថាបងប្អូនយកទៅក៏រីកចម្រើនហើយខាងអ្នកផលិតមេហ្នឹងក៏គាត់បានចំណូលពីខាងការលក់មេហ្នឹងឯងហើយមេហ្នឹងមានច្រើនបងប្អូនមែនទៅហ្នឹងមកវាលហ្នឹងគឺជាវាលដាក់មេសិតហ្នឹងឯងប៉ុន្តែបងប្អូនមើលនៅសុទ្ធតែប៉ុណ្ណឹងព្រោះដោយសារតែការធ្វើមេហ្នឹងគឺយើងគេកំងយើងធ្វើតម្រូវអញ្ចឹងទៅចឹងសាកល្បងបងអរគុណណាស់បងប្អូនដែលមើលវីដេអូនេះហើយមានចង្អុលអាចឆាតក៏បានហើយយើងមាន Telegram ចាំមើលខ្ញុំដាក់លេខ Telegram ឲ្យមួយបងប្អូនមានចង្អុលអាចសួរតាមលេខ Telegram ក៏បានដែរបាទអរគុណណាស់បងប្អូនជួបគ្នាក្នុងវីដេអូបន្ទាប់